បងប្អូនណៃកំពុងស្វែងរកការខ្សែ Zin របស់ Samsung ប្រភេទ AKG Type C headphone ឥឡូវខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅបើកប្រអប់ជាមួយកាស AKG Samsung នេះតែម្ដងឥឡូវយើងមើលសភាពកាសនេះមកជុំនៅគ្នាពីមុខមាន display បែបនេះហើយចំហៀងគេដាក់ថា Samsung មួយខាងទៀតគេដាក់ Type C earphone ហើយពីក្រោយមានមកជាមួយនឹង serial number ផ្សេងៗហើយនឹងព័ត៌មានផ្សេងៗតែឥឡូវយើងចាប់តាមបើកប្រអប់តែម្ដងទៅយើងបើកប្រអប់វាឡើងនេះអ្នកនាងកន្លែងបើកខាងក្នុងបោកវាមានអីទេមានតែប៉ុណ្្នឹងទេអ្នកគ្នាឥឡូវយើងបើកនេះចេញខ្ញុំមកដាក់ unboxing គេនៅខាងនៅពីមុខនេះគេដាក់ sound by AKG អញ្ចឹងកាសនេះផលិតដោយក្រុមហ៊ុន AKG អ្នកគ្នាតោះឥឡូវយើងទាញវាចំហៀងតែម្ដងអូនេះគេមានកន្លែងគេបើកគេបើកឡើងនេះខាងក្នុងហ្នឹងគេដាក់មកជាមួយនឹងសៀវភៅណែនាំអ្នកគ្នាមួយសៀវភៅណែនាំមួយហើយអាចថាជាសៀវភៅ warranty ផងដែរហើយយើងមិនមើលទេទុកវាម្លេះហើយគេបូកមកជាមួយនឹង ear tip ចំនួន4ខ្សែនេះពីខ្សែធំដល់ខ្សែតូចអ្នកដែលចូលចិត្តប្រភេទកាសដែលមាន ear tip គឺត្រូវឥឡូវយើងទាញកាសនេះចេញមកតែម្ដងគេក្រៅពីហ្នឹងគឺអត់មានអីទៀតទេអ្នកនេះនៅពីមុខនេះគេដាក់ sound by AKG តែប៉ុណ្្នឹងទេអូខេអ្នកនេះឥឡូវយើងមកតេស្តទៅលើ quality កាសវិញហើយខ្ញុំមកអ្នកនេះមើលកាសនេះមានអារម្មណ៍ថាខ្សែរបស់វាគឺ texture គឺទន់ហើយស្វិតណាស់គ្នាដូចកណ្ដាខ្សែនេះអូខេឥឡូវអ្នកនេះមើលកាសមកគូនតែម្ដងគេដាក់ AKG នេះគេ AKG ហើយនេះ ear tip របស់វាហើយ ear tip នេះយើងអាចដូរបានហើយខ្សែរបស់វាទន់មែនតើអ្នកនេះល្មើយទៅលើនេះវាមានបតង់បន្ថយសលេងតឡើងសលេងអ្នកនេះដូចបងប្អូនឃើញហ្នឹងហើយនេះ microphone របស់វានេះហើយខ្សែរបស់វាខ្ញុំមានអារម្មណ៍ថាខ្សែវាគឺកណាត់ទន់ល្អមែនតើអ្នកនេះហើយស្វិតហើយយើងកាន់ទៅមានអារម្មណ៍ពី comfort អត់រឹងទេខ្សែរបស់វាហើយនៅលើហ្នឹងគេដាក់ជាមួយនឹងដាក់ Samsung អូខេខាងលើនេះគេដាក់មកជាមួយនឹង Samsung ហើយគេដាក់មកជាមួយនឹងលេខកូដប្រហែលជាលេខកូដកាសអ្នកនេះគឺលើនេះនេះខ្សែ Type C អញ្ចឹងខ្ញុំអត់មានទូរស័ព្ទ Samsung តេស្តជាមួយទេតែឥឡូវខ្ញុំទៅតេស្តជាមួយនឹង MacBook ខ្ញុំតែម្ដងចង់ថាវា support អត់តើខ្ញុំសាក download ជាមួយ MacBook អូខេនៅពេលដែលយើង download ចង់ថាវា load អីអូខេនៅខ្ញុំតេស្តជាមួយ MacBook គឺវា support នៅពេលដែលយើង download វាបញ្ជាក់ថា USB-C headset ហើយបង្ហាញថាជា device ក៏ឧបករណ៍របស់ Samsung អានេះទាំង microphone ទាំងសលេងគឺវាល្អបងប្អូនធ្វើការអាចកំមកនេះបងប្អូនអាចរកមើលបានការខ្សែ Type C នេះនៅខាងហាងមើលរបស់ឬក៏ Facebook page មើលរបស់